អ៊ីរ៉ង់បាញ់ស្រោចដ្រូននិងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈមបូព៌ាកងទ័ពប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃអាទិត្យទី19ខែកក្កដាថាខ្លួនបើកការវាយប្រហារដោយបាញ់ស្រោចដ្រូនទ្រង់ទ្រាយធំមិនធ្លាប់មានទៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិកចំនួន2នៅក្នុងប្រទេសគុយវ៉ែតយោងតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ភាគីយោធាបានបញ្ជាក់ថាខ្លួនបានវាយប្រហារចំឃ្លាំងរំសេវមួយកន្លែងនៅមូលដ្ឋានទ័ព Camp al-Adri ព្រមទាំងបានវាយប្រហារលើប្រព័ន្ធការពារមីស៊ីល Patriot ដោយប្រព័ន្ធរ៉ាដាការពារដែនអាកាសនៅឯមូលដ្ឋានទ័ពអាកាស Ali al-Salam Air Base ផងដែរភ្លាមនោះកងទ័ពប្រទេសគុយវ៉ែតបានប្រកាសថាខ្លួនកំពុងបើកប្រតិបត្តិការវាយបកប្រឆាំងនឹងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ពីសំណាក់អ៊ីរ៉ង់តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋឈូងសមុទ្រមួយនេះបានរងការបាញ់ប្រហារស្រោចស្រពដោយគ្រាប់រំសេវពីសំណាក់សាធារណរដ្ឋអ៊ីស្លាមដែលបានវាយប្រហារចំរោងចក្រថាមពលនិងទីតាំងប្រេងកាតមួយកន្លែងភាគីកងទ័ពគុយវ៉ែតបានគូបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាប្រព័ន្ធការពារដែនអាកាសគុយវ៉ែតនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការវាយបកទៅលើការវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់សត្រូវបន្ទាប់ពីមានការឈ្លានពានដ៏ខុសឆ្គងពីសំណាក់អ៊ីរ៉ង់ដោយឡែកទីភ្នាក់ងារសារព័ត៌មានរដ្ឋគូណាក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម X ផងដែរថាសំឡេងស៊ីរ៉ែនព្រមានអាសន្នបានបន្លឺឡើងទូទាំងប្រទេសគុយវ៉ែតហើយអស់រយៈពេលជិត1សប្តាហ៍មកនេះអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ង់ខណៈដែលទីក្រុងតេហរ៉ង់បានវាយបកវិញដោយការវាយប្រហារលើមូលដ្ឋាននិងទីតាំងយោធាដែលខ្លួនអះអាងថាអាមេរិកកំពុងប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់រួមទាំងប្រទេសគុយវ៉ែតផងដែរការកើនឡើងកម្ដៅនៃចំនួនរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហរ៉ង់នេះបានកើនឡើងទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីខែមិថុនាដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថានក្នុងគោលបំណងបញ្ចប់សង្គ្រាមនិងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ